បាទសូមគ្រប់នឹងជម្រាបសួរពុកម៉ែពូមីងបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គម Facebook ដែលកំពុងតាមដានคลิปវីដេអូខ្លីរបស់ខ្ញុំថ្ងៃនេះខ្ញុំមានកិត្តិយសមែនទែនដែលកំពុងតែដាក់ចំណីមាន់នោះក៏លឺទូរស័ព្ទរោបងមកសាកបាយផ្ទះខ្ញុំណាថ្ងៃនេះថ្ងៃសែនចិនហើយក៏បើកឡានមកហើយគ្មានអីជាកដោទេបងប្អូននិយាយថាយកពងមាន់មក4 5គ្រាប់ផងបើកឡានទៅដល់នោះពាក់កណ្ដាលផ្លូវឲ្យអត់ភ្លេចយកពងមាន់បកមកយកពងមាន់វិញបងប្អូននៅចាស់ហើយភ្លេចចឹងបងប្អូនចឹងគ្មានអីនេះទេថ្ងៃនេះកុំស៊ីប៉ាត់ឆាយទាំងអស់គ្នាថ្ងៃចូលឆ្នាំចិនបងប្អូនហ្នឹងហើយចុងក្រោយនេះគឺខ្ញុំបានជូនពរនៅក្នុងคลิปវីដេអូខ្ញុំហើយបាទស្រឡាញ់តែបានញ៉ាំហើយនេះគឺខ្ចប់មកវិញទៀតណាបងប្អូនគាត់ដាក់ឲ្យមកចាប់ឆាយកមកដាក់ចាប់ឆាយនេះចំហុយនៅក្នុងឆ្នាំងទៅបាទញ៉ាំបាយចាស់គាត់ណាជូនពោគាត់ទៅដាក់ចាប់ឆាយចំហុយយកបងប្អូនហើយជាកងក្រោយក៏សូមជូនពោបាទបងប្អូនសុខសប្បាយរស់ស៊ីទទួលទីមានបានបាទសរសើរឡានដែរណាខានជីឡើងកន្លះខែបងប្អូននៅដេកឆេះឆិលឡានទំនើបវិញចឹងណាបងប្អូនបាទគ្រប់នឹងនិយាយចូលថ្ងៃនេះបានមកញ៉ាំបាយផ្ទះអូនបាទអូនប្រុសអូនស្រីថ្ងៃនេះថ្ងៃសែនចិនហើយមានអីជូនពោឲ្យបាទអូនប្រុសអូនស្រីមានផ្ទះពលរស់ស៊ីចិនតែមានបានបាទកុំឲ្យជួបឧបសគ្គទាំងអស់បាទឧបសគ្គអាហារវ៉ាន់ពីឧបសគ្គអាហារវ៉ាន់ពីខ្ញុំចាស់សូមប្រតិបត្តិនឹងអស់ពុទ្ធសាសនាតែមានរដ្ឋបាលមួយជួយគ្រប់គ្រងការសាអូនប្រុសអូនស្រីមានសុភមង្គលគ្រួសាររស់ស៊ីទទួលទីមានបានប្រាថ្នាឲ្យបានសម្រេចដូចជាប្រាថ្នាបាទហើយក៏សូមគោរពជូនពរពុកម៉ែពុកមីងបងប្អូនដែលកំពុងតែបានទស្សនាបាទវីដេអូខ្លីរបស់ខ្ញុំក៏សូមឲ្យបាទមានសុភមង្គលរស់ស៊ីទទួលទីមានបានដូចគ្នាហើយសុខសប្បាយក្នុងគ្រប់គ្រួសារបាទសាធុខ្ញុំសូមមកដល់ចឹងមកដល់ទីដល់អត់មានឡាយទេអូយនេះបងប្អូនអេយជីវិតខ្ញុំអើយកើតមកហើយមិនឡើយខុសគេបងប្អូនមកជ្រាបលាសុខសប្បាយអស់នេះបងប្អូន